ពីមុនមកធ្វើស្រែនៅមួយបង3ឆ្នាំហើយដែលសល់លុយទេនិយាយទៅរលុយទិញអាវកូនរៀនអត់ចង់បានបង ប៊ូស្រងមកកំប៉ុង2500កែប្រែជីវិតបងនៅថ្នាក់ហ្នឹងទេបង អត់ដែលនឹកស្មានមកថ្ងៃហ្នឹងឯងដល់ប្រហែលជាតិបានលុយនឹងកាន់ហ្នឹង ថ្ងៃនេះភេទជ្ជៈប៊ូស្រងដែលជាភេទជ្ជៈបើកម្លាំងតែមួយគត់ដែលចែករង្វាន់ធំជាងគេមិនអស់មិនធ្លាប់មានបានយករង្វាន់ទៅថៃថ្មី130លានរៀលមកប្រគល់ជូនបងប្រុសបងស្រីនៅក្រុងកំពង់សោមខេត្តព្រះសីហនុបងប្រុសមានឈ្មោះដែរបង មកអុយអន បាទបងស្រី មូឡាសុផា ខ្ញុំសាយបកស្រុកអកខេត្តពោធិ៍សាត់ ប៉ុន្តែមកធ្វើការ មកធ្វើការដំណងនៅកំពង់សោមពីមុនមកធ្វើស្រែនៅមួយបងធ្វើ3ឆ្នាំហើយដែលសល់លុយតែបានបន្ទប់បានបញ្ចាយបង ខ្វះខាតដូចខ្លះដែរបង អត់ដោយបងអត់មានអីទេបង បាទ ម៉ូតូជិះក៏អត់មានស្អីក៏អត់មានផ្ទះអត់មាននៅដែរបងនិយាយទៅរលុយទិញអាវកូនរៀនអត់ចង់បានបង បងអូនជួយនិយាយពីតាណាដើមតងទៅថាថ្ងៃដែលបងត្រូវរង្វាន់ទៅថៃក្មេងពីប៊ូស្រង ក៏ចុះទៅធ្វើការមកល្វើយពេកឲ្យរៀងស្រេកទឹកក៏ទាញប៊ូស្រងខ្ញុំមកកំប៉ុងមកហុចលុយគេ2500ឬដើរចេញមកគាស់ត្រូវហើយបង អារម្មណ៍ពេលនោះមិនដែរបងអារម្មណ៍ពេលនោះ ហ្នឹងគឺអត់មានអីក្នុងខ្លួនទេបងគឺសប្បាយចិត្តពេកតែក៏រើទេទៅប្រាប់ម៉ែក្មេងប្រពន្ធមុនគេ តែធ្លាប់ទៅរង្វាន់ធំពីប៊ូស្រងទេបងក៏ឡងមក គឺអត់ដែរទៅតែ5000 10000ហើយនឹង$1ត្រូវហើយនឹងមួយកំប៉ុងត្រូវញឹក បំណងមួយឆ្នាំមុនគេយកទៅធ្វើអីបង ធ្វើផ្ទះហើយនឹងទិញម៉ូតូជិះសល់លុយទិញគោទិញមន់ទិញចិញ្ចឹមហើយធ្វើតូបឲ្យប្រពន្ធលក់អីវ៉ាន់បង បងដែលគិតថាប៊ូស្រងមកកំប៉ុង2500កែប្រែជីវិតបងនៅថ្នាក់ហ្នឹងទេបង អត់ដែរនឹកស្មានមកទៅថ្ងៃហ្នឹងឯង បងគ្រប់ត្រូវប៊ូស្រងយូរនៅបង យូរហើយបងផឹករហូត5នាក់ធ្វើដំណឹងមួយខ្ញុំទាំងអស់គ្នានឹងអាសាហូបប៊ូស្រងទៅព្រោះបានត្រូវវត្តដូចខ្ញុំ ខ្ញុំលក់ដូរនៅចំណតយម៉ៅកន្លែងចិត្តរាបង អូហើយថ្ងៃហ្នឹងជួយមកមានកាយដែរ មកទទួលលុយ1លានពីប៊ូស្រង់ បងត្រូវរង្វាន់ប៊ូស្រងក៏មិន អត់ទេបងខាងក្រុមហ៊ុនប៊ូស្រង់គាត់ចែករង្វាន់សិទ្ធិក្មេង130លានដល់ខាងគាត់ដែលទិញត្រូវហ្នឹងអញ្ចឹងគាត់ចែកឲ្យខាងលក់អាជីវករតូចៗហ្នឹងក្នុងម្នាក់1លាន ឮគេនិយាយ100ដងមិនស្មើនឹងឃើញជួបផ្ទាល់ម្ដងហ្នឹងឯងបានលុយពិតឲ្យពួកខ្ញុំមែនឲ្យអាជីវករគ្រប់គ្នាជួយលក់ផលិតផលប៊ូស្រង់ទាំងអស់ព្រោះថាប៊ូស្រង់ហ្នឹងគាត់ជួយជាតិណាស់ ប៊ូស្រងឆ្ងាញ់រសជាតិដុតជ្រេ Boostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេ